trời ao con miền Tây hai con chưa tại mãi từ mai trời ao con miền Tây hai sông tô áo nà mai ơi thì con mình toàn trong bàn đây là mai cắn tay chả hỏi con nói đời riêng đó na con chânประลองดิบล้อมหายmai ơi à con ประลองสันมาก่อนchân ประลองดิบล้อมหาย mai ơi à con ประลองสันมา cả haiประล้องก็บานได้ mình bàn thế mình bàn thế ตอนนั้นนัดจัดมาให้ไปcon thà cài tôi bóng na dĩ cái tụi ao còn ai miếng vào đây à hay còn ai miếng phỏng vô vào đây giặt mai vô thì nuôi con ai nhá chà cho biết sơ bằng mai bằng con ơi បងប្អូនទាំងគ្នាបាទថ្ងៃនេះសំណាងល្អបាននាំចៅប៉ែនរ៉ដែលមកជួបចៅលោកយាយលោកស្រីធាបាទចៅហ្នឹងគឺថាមិនមែនសាច់ចិត្តទេបងប្អូនឆ្ងាយបើនិយាយពីខ្សែវិញតាំងពីពោធិ៍សាត់ទៅ tôi chỉ luôn hay ដល់ភ្នំពេញតាមពិតលក្ខណៈគាត់កើតនៅបាត់ដំបងបាទហើយលាសនាមរបស់គាត់អ្នកខ្លះគេហៅចៅប៉ែនរ៉ឬក៏ចាប់ប៉ែនរ៉ចាប់ជាតិហើយគាត់ជាប់ពានរង្វាន់ពេជ្រកំពង់ឆ្នៃតាំងពីឆ្នាំ2010បាទហើយបងប្អូនខ្លះភ្លេចបងប្អូនណាក៏នៅចាំហើយបតីបាទនៅថ្មីគាត់ធ្លាប់ប្រឡង The Voice Kids ហើយសំឡេងរបស់គាត់គេហៅថាអ្នកស្នងប្រដកសំឡេងលោកយាយរស់ស្រីធាហើយក៏បានថតជាមួយខ្ញុំបានបត់ហើយខ្ញុំនឹកឃើញថាលក្ខណៈក៏ស្តៀងនឹងប៉ែនរ៉ហើយលោកបតីក៏ស្តៀងនឹងលោកយាយរស់ស្រីធាហើយទាំងពីរអ្នកហ្នឹងគឺគាត់ជាដៃគូជិតស្និទ្ធមួយគ្នាណាឲ្យតែបត់មានកូនមានម៉ែអញ្ចឹងទាំងពីរអ្នកហ្នឹងគឺថាគាត់ចេញមកឆ្លើយឆ្លងគ្នាហ្មងហើយតួឯកចម្រៀងម្នាក់សំឡេងចាស់ទុំម្នាក់ទៀតសំឡេងបែបនារីសុភាពនារីមនុស្សចេតនាអញ្ចឹងណាហើយពួកយើងគិតថានឹងមានបត់អ្វីដើម្បីឆ្លើយឆ្លងគ្នាក្រោយចូលឆ្នាំហ្នឹងហើយនឹងមុនចូលឆ្នាំហ្នឹងហើយអាចជាបញ្ចេញសំឡេងម្នាក់បន្តិចបានណាម្នាក់ម្ដងលក្ខណៈមុនហ្នឹងចឹង cha xong mà chuẩn bị số bụng mai bông bông đón tiết cha lại gặp bông là tạm đón tesla cha phụ lục dân dân nên trong lệ cả ná có đôi chia bông bật tay còn ai cha hay lực tí mũi ra nên trong chụp qua bàn tay cha quạt mời tất cả phải tận tông quạt cứ quạt trong vậy là suy dụng bạn men ten cha vậy tất cả các men ó cha cứ quạt từ phía xa hay quạt group cha tông cứ lo men ten hay nó cả chục năm nữa cứ nhầm từng pi nè chặt đáy kia chả nên chặt đáy kia miền Bắc chấm riêng tục chân phục mai bông bông đàn lấy sông lẹ sân trong ai phục mai bông bông tam năm được chấm từng pi nè vậy chả hỏi bên tay chơi chấm lên chà chấm đẹp xưa phục mai bông bông được áo kia chàថ្ងៃនេះនាងខ្ញុំបានមកជួបជាមួយនឹងបងស្រីលក្ខណៈក៏ដូចជាពូយើងយន់បានមកលេងដល់គេហដ្ឋានរបស់ខ្ញុំនៅនេះឯងចានេះខ្ញុំក៏មានអារម្មណ៍ថាគ្រាន់តែជួបគ្នាដំបូងមានអារម្មណ៍ថាស្រឡាញ់ចូលចិត្តគាត់ចាស្រឡាញ់ចូលចិត្តគាត់រស់រាយហើយជាពិសេសគឺថាទឹកដមដែលគាត់ច្រៀងមកហ្នឹងមានអារម្មណ៍ថាគ្រាន់តែស្ដាប់ក្បាលដំបូងហើយមានអារម្មណ៍ថាភ្ញាក់មែនតើចាអញ្ចឹងក៏សូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតែតាមដានទស្សនានេះហើយនាងខ្ញុំជាមួយនឹងបងស្រីក៏ចិត្តនឹងចេញប័ណ្ណថ្មីដែរអញ្ចឹងប័ណ្ណអីទៅចាសូមលាក់សិនចាបាទលាក់សិនបាទហើយខ្ញុំអត់សូវហ៊ាននិយាយច្រើនទេព្រោះថាថ្ងៃមុននិយាយលេងមួយបតីតិចដោយសារបតីគាត់រវល់រៀនបងប្អូនខ្លះអត់ដឹងទេថាគ្នាកំពុងរៀនបាទអញ្ចឹងឲ្យគ្នាមកច្រៀងអីដូចថាអ្នកអត់តន់អ្នករៀនចប់ហើយគឺថារវល់ច្រើនណាគាត់ចេញយូរទៅដោយសារគាត់ច្រៀងបត់អីចឹងទៅបាទហើយការរៀនសូត្រហ្នឹងគឺជាសំខាន់ទី1ហើយរឿងច្រៀងរឿងអីហ្នឹងគាត់យកជាទី2ម្ល៉េះហើយយូរគាត់ឡើងមកពេញម្ដងហើយថ្ងៃមុនហ្នឹងក៏ឡើងមកពេញហ្នឹងគាត់ថាជំរាបដែលគាត់ថតមួយខ្ញុំហ្នឹងខ្ញុំគិតថាចេញតែសំឡេងប៉ុណ្្នឹងឯងប៉ុន្តែប៉ាគាត់ថាអត់ទេគាត់មកពេញហើយអញ្ចឹងឆ្លៀតថតលីបសៀងមួយទៀតទៅអញ្ចឹងវាបានមួយបត់ទៅជា2 version បានលីបសៀងផងទៅចេញ cover ផងហើយមុនហ្នឹងក៏បានចេញជាមួយនឹងលក្ខណៈដែរបត់លោកយាយប៉ែនរ៉ជាមួយនឹងលោកអឹងនារីបាទហើយយើងក៏ធ្វើ original ផងហើយក៏ធ្វើបទចាស់ខ្លះដូចថាយើងរក្សាក៏រក្សាយើងបទថ្មីខ្លះហើយបតីអភិរិយបតីក៏ច្រៀងច្រើនដែរអ្នកនិពន្ធផ្សេងនិពន្ធឲ្យគាត់ច្រៀងហើយក៏មានការគាំទ្រច្រើនជាមួយនឹងលក្ខណៈបាទហើយមានអីបន្ថែមទៀតហើយយើងខ្ញុំទាំងពីរអ្នកហ្នឹងចាគឺស
សូមគោរពចាជំរាបពុកម៉ែបងប្អូនសូមជួយចាគ្រប់ត្រនៅតែគ្រប់ត្រដដែលចាឲ្យអរគុណតែពីមុនគ្រប់ត្រហើយឥឡូវក៏សូមតែគ្រប់ត្រឲ្យយើងខ្ញុំគឺនៅតែថែរក្សាសម្លេងរបស់គាត់ចាដោយសារតែយើងធ្វើជា original song ក៏យើងនៅតែរក្សាសម្លេងដើមដែរចាគឺអត់មានមិចសម្លេងអីបញ្ចូលទេចាអញ្ចឹងបានសូមលាក់សិនចង់ surprise ពុកម៉ែបងប្អូនចាចង់ឲ្យធ្វើឲ្យពុកម៉ែបងប្អូនចាសប្បាយរីករាយនឹងជាមួយនឹងបទចម្រៀងដែលនាងខ្ញុំទាំងពីរនាក់នឹងចេញជូនដល់ពុកម៉ែបងប្អូនផងដែរចាបាទឥឡូវបងប្អូនមើលហើយយល់ថាសលេងគាត់ព្រោះយ៉ាងម៉េចហើយបងប្អូនមានអារម្មណ៍ថាចូលចិត្តចាប់អារម្មណ៍ហើយចង់សនោមពរឲ្យគាត់ច្រៀងបទអីបាទតាមពិតលោកយាយរស់សេរីសទ្ធាហើយនឹងលោកយាយប៉ែនរ៉នហ្នឹងគឺគាត់ថតសម្លេងពីដើមច្រើនណាស់ទាំងតូលទាំងច្រៀងដៃគូជាមួយលោកសិនស៊ីសមុទ្រហើយប៉ែនរ៉ននឹងរស់សេរីសទ្ធាហ្នឹងក៏ច្រៀងឆ្លើយឆ្លងនេះច្រើនណាស់ឧទាហរណ៍បទតូចយំហើយកូនបទចាហួយនឹងសង្ឃយាបទមិញហ្នឹងបទថៅកែត្បូងណាកូនអីចឹងហើយនឹងបទច្រើនទៀតដែលកប់បាត់មិនសូវបានថតចាហើយធម្មតាយើង3នាក់ចាផុសវីដេអូទៅគឺរងចាំទទួលចាការខមមិនពីបងប្អូនចាមិនថាពាក្យល្អពាក្យអីគឺទទួលទាំងអស់ចាប៉ុន្តែខ្ញុំឃើញពាក្យច្រើនឲ្យតែចេញទៅគឺពាក្យច្រើនពុកម៉ែបងប្អូនគាត់ចូលចិត្តហ្មងគាត់និយាយថាអូអូនលក្ខណៈអូនឯងចូលចិត្តច្រៀងបាត់ពីដើមហីបងចូលចិត្តហើយអតីអូនចូលចិត្តច្រៀងបាត់ពីដើមហើយសំឡេងគាត់ចាសំឡេងគាត់និយាយទៅសូម្បីតែខ្ញុំស្ដាប់ទៅក៏ព្រឺក្បាលដែរចាហើយជាពិសេសម៉ោងមិន10ពី10អីស្ដាប់សំឡេងគាត់ជឿខ្ញុំឥឡូវបើពុកម៉ែបងប្អូនអត់ជឿខ្ញុំទេយប់ឡើងពុកម៉ែបងប្អូនចាក់បត់គាត់ស្ដាប់ចាការរីកលើមេស្ដាប់តែហឹមទៅគឺខ្ញុំទៅតាមហ្មងចាឥឡូវនេះពុកម៉ែបងប្អូនអាចខមមិនចាជាបទចម្រៀងដែលពុកម៉ែបងប្អូនចង់ស្ដាប់ឬអីផ្សេងៗចាតែមានអីសម្រាប់បន្ថែមជូនដល់ពុកម៉ែបងប្អូនហ្នឹងចាចាសម្រាប់នាងខ្ញុំគឺអរគុណពុកម៉ែបងប្អូនច្រើនមែនតើសម្រាប់ការទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចាប់ប្រសិនបើមានចម្ងល់អីឬក៏ចង់ស្ដាប់នាងខ្ញុំជាមួយនឹងបងស្រីលក្ខណៈឬក៏ពូយនបកស្រាយរួមគ្នាអីអាចបញ្ចេញជាមតិនៅលើ comment បានចាបាទអញ្ចឹងមានតែប៉ុណ្្នឹងហើយពួកយើងក៏ព្យាយាមថាធ្វើម៉េចឲ្យព្រោះយើងចង់ឲ្យព្រោះឲ្យល្អហើយខ្ញុំគិតថាខ្វះខាតនៅតែមានអត់ចេះចប់អញ្ចឹងបើសិនណាបងប្អូនចង់តាក់ទងឥឡូវឧទាហរណ៍អញ្ចឹងណាឥឡូវមិញបងប្អូនគេថាខ្ញុំចង់ឲ្យវតីឬក៏ឲ្យលក្ខណៈអាចប្រាប់ជាលេខទូរស័ព្ទឯងឥឡូវវតីមានលេខប៉ុន្មានអាចប្រាប់បានណាគ្រូបងប្អូនណាចង់ហៅទៅជារៀន concert អីឧទាហរណ៍ណាឬក៏កម្មវិធីអីអាចប្រាប់គាត់បន្តិចអញ្ចឹងចាសម្រាប់បងប្អូនណាដែលចង់តំណែងមកនាងខ្ញុំផ្ទាល់ចាអាចតាក់ទងមកលេខទូរស័ព្ទ010កុដ416112ឬក៏012 416112ចាឲ្យខាងលក្ខណៈវិញចាសម្រាប់នាងខ្ញុំគឺពុកម៉ែបងប្អូនអាចតាក់ទងបានតាមរយៈលេខទូរស័ព្ទ092 24 34 56ចា066 24 34 56ហើយពុកម៉ែបងប្អូនក៏អាចតាក់ទងតាមរយៈ Facebook នាងខ្ញុំផ្ទាល់ឈ្មោះលក្ខណៈគ្រីបផងដែរចាសូមអរគុណបាទហើយពីខ្ញុំយើងយនលេខទូរស័ព្ទ011 55 0302បាទហើយខ្ញុំចង់និយាយច្រើនខ្លាចបងប្អូនជេរទៀតហើយពួកអ្នកជំរៀងឲ្យមកនិយាយក៏ឲ្យមកច្រៀងអ្នកខ្លះខឹងខ្ញុំនិយាយមួយបន្តិចឡើង4 5នាទីគាត់ថាខឹងអត់ច្រៀងគិតតែនិយាយខឹងមែនតែនដល់ហ្នឹងឥឡូវសុំមកបញ្ចេញបទជួយសងខ្ចាស់មកចេញក្បាលបន្តិចអត់ភ្លេចច្រៀងណាចាហួយហើយនឹងសងខ្យាតើមួយណាមានរសជាតិជាងគេស្វាញ់ចឹងមិនដឹងឆ្ងាយទេអញ្ជើញប្រស្នាសាតាមប្រាថ្នាសាំងមួយត្រូវតែចោលមួយសាំងចាហួយត្រូវចោលសងខ្យាសាក់ទាំងអង្គវាទងថវិកាធ្វើយ៉ាងណាទើបសំបំណងចៅហួយអូនមានដាំងទិញអូនកំលិញក្រអបកន្លងបើអញ្ចឹងដួសមកមិនល្អរៀមបងនឹងសាកមើលម្ដងចុះសូមបងលើសង្ចាវិញផ្អែមហើយឆ្ងាញ់ណែឆ្ងាញ់អត់មានតងអូនទាំងពីរធ្វើតាមមងចុះគឺសាំងទាំងអស់តែសូមជឿសិនបាទអត់តមានភ្លេងទេបាទអត់បានរៀបចំមុនទេដោយសារវតីគាត់ឡើងមកហ្មង2 3ថ្ងៃដែរអញ្ចឹងឆ្លៀតថាបើគាត់មកហើយធ្វើម៉េចគេថាធ្វើអីឲ្យសบายបងប្អូនចង់បានសบายចូលឆ្នាំអញ្ចឹងពួកយើងអត់មានអីទេមានតែចម្រៀងហើយនឹងជូនពរបងប្អូនឲ្យបានសុខសប្បាយទាំងអស់គ្នាបាទ
ហើយអញ្ចឹងអត់មានអីជូនពរឆ្នាំថ្មីទាំងអស់គ្នាជូនពរឆ្នាំថ្មីហើយសូមឲ្យពួកយើងទាំង3នាក់ហ្នឹងក៏សូមគោរពជូនពរបងប្អូនទាំងអស់បាទសូមឲ្យបងប្អូនជួបតែនឹងក្តីសុខសេចក្តីចម្រើនរកស៊ីទទួលទានមានបានសុខភាពល្អអាយុវែងបាទអរគុណច្រើន